ตาขนมกำลังไปเมียนแต่ปัวไอรุมเพศบานอดสำนูมวยได้บอกโอนไตรผิดจ้านกวาดหนังเมียนจุ่มงอให้กับกวาดอัดเฮียนสู้จังในขนมวิดีโอนี้ขยมหนังเล่าแต่ปรับบอกโอนได้กวาดมันเฮียนสู้ไอกวาดดังผิดจ้านบอกโอนได้ในตามจนบัดจ้าขนมเนียมยำจีกรูปัดมันเนี้ยhaiខ្ញុំក៏ជាស្ត្រីដែលធ្លាប់មានផ្ទៃពោះក៏ធ្លាប់មានកូនអញ្ចឹងខ្ញុំនឹងប្រាប់បងប្អូនពីសារៈប្រយោជន៍នៃការរំភេតនិងសួរថាសុវត្ថិភាពអត់ចាការរំភេតក្នុងកំឡុងពេលមានផ្ទៃពោះគឺមានសុវត្ថិភាពនិងមានអត្ថប្រយោជន៍ជាច្រើនដែលបងប្អូនមិនដឹងបងប្អូនពិចារណានៅតាមស្រុកស្រែជនបទឬមួយក៏ស្រុកស្រែចកាគាត់អត់ឲ្យរំភេតខ្ញុំធ្លាប់ជួបស្ត្រីម្នាក់គាត់មកពីផ្ទៃពោះគាត់ប្រាប់ថាគាត់ចាប់ពីតងន់រហូតដល់គាត់កើតគឺគាត់អត់បានឲ្យប្តីគាត់រួមភេទជាមួយឯក្នុងកំឡុងពេលមានផ្ទៃពោះហ្នឹងរយៈពេល9ខែហ្នឹងអញ្ចឹងបងប្អូនអាចសម័យមើលថារយៈពេល9ខែមិនរួមភេទសោះតើនឹងមានអ្វីកើតឡើងអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងរៀបរាប់ពីសារៈប្រយោជន៍នៃការរួមភេទក្នុងកំឡុងពេលមានផ្ទៃពោះឲ្យបងប្អូនស្ត្រីក៏មានមន្ទិលឬមួយក៏កុំឲ្យខ្លាចក្នុងការរួមភេទក្នុងកំឡុងពេលមានផ្ទៃពោះសារៈប្រយោជន៍ទី1នៅក្នុងកំឡុងពេលមានផ្ទៃពោះគឺការដែលធ្វើឲ្យស្បូនរបស់បងប្អូនហ្នឹងមានភាពស៊ាំទៅនឹងការកន្ត្រាក់ស្បូនដែលធ្វើឲ្យបងប្អូនស្បូនហ្នឹងគឺស៊ាំជាមួយនឹងភាពកន្ត្រាក់ហ្នឹងទៅដើម្បីត្រៀមក្នុងការសម្រាលតែវាមិនមែនជាសញ្ញានៃការឈឺពោះពិតទេអានេះជាការឈឺស្បូនកន្ត្រាក់ធម្មតាហើយទី2ទឹកកាមរបស់បុរសហ្នឹងនឹងធ្វើឲ្យមាត់ស្បូនទន់ដែលជួយឲ្យការសម្រាលហ្នឹងសម្រាប់បងប្អូនដែលគាត់ត្រៀមសម្រាលណាគាត់អាចនឹងជួយឲ្យឆាប់សម្រាលបានលឿនជាងបងប្អូនដែលគាត់អត់មានការរំភេតហើយមួយទៀតវាធ្វើឲ្យបងប្អូនស្ត្រីមួយចំនួនគាត់អាចនឹងគេងលក់ស្រួលដោយសារតែនៅពេលដែលរំភេតវាធ្វើឲ្យបញ្ចេញនូវអរម៉ូនអង់ដូមីនដែលធ្វើឲ្យអារម្មណ៍សប្បាយនិងអាចឆាប់គេងលក់ស្រួលចាហើយមួយទៀតវាអាចជួយឲ្យបងប្អូនមានភាពស្និទ្ធស្នាលរវាងដៃគូចានៅពេលដែលបងប្អូនមានផ្ទៃពោះបងប្អូនអត់នេះទេអញ្ចឹងវាអាចដាច់ភាពស្និទ្ធស្នាលរវាងប្តីប្រពន្ធអញ្ចឹងអាចនៅរួមភេទធម្មតាបានករណីអ្វីខ្លះដែលមិនអនុញ្ញាតឲ្យស្ត្រីរួមភេទចាករណីដែលមិនធ្វើឲ្យស្ត្រីមិនអនុញ្ញាតឲ្យស្ត្រីរួមភេទក្នុងករណីដែលស្ត្រីគាត់មានជំងឺមានបញ្ហាសុខពោះមាត់ស្បូននិងស្ត្រីដែលគាត់ធ្លាប់មានប្រវត្តិសម្រាប់កូនមុនខែហើយសួរថាក្នុងកំឡុងពេលណាដែលបងប្អូនស្ត្រីគួរតែប្រយ័ត្នក្នុងការរួមភេទជាទូទៅលើកទឹកចិត្តឲ្យបងប្អូនស្ត្រីប្រយ័ត្ននៅពេលដែលមានផ្ទៃពោះនៅត្រីមាសទី1មកកូនបានខែ2ខែនិង3ខែហើយទី2ប្រយ័ត្ននៅក្នុងត្រីមាសទី3ត្រីមាសទី3ចាប់ពីកូន7 8 9ខែទៅគឺយើងគួរប្រុងប្រយ័ត្នពោះដំណាក់កាលហ្នឹងវាអាចប្រឈមមុខនឹងការរលូតកូនចាហើយសូមធ្វើការរួមភេទដោយសកម្មភាពថ្នមនិងប្រុងប្រយ័ត្នមិនអាចប្រើកម្លាំងខ្លាំងអីពេកទេព្រោះវាអាចប្រឈមមុខនឹងការរលូតជាពិសេសក្នុងត្រីមាសទី1និងទី3ដែលខ្ញុំនិយាយមិញហ្នឹងចាអញ្ចឹងសម្រាប់បងប្អូនណាខ្លះដែលគាត់ធ្លាប់មិនធ្លាប់រួមភេទឬមួយគាត់ធ្លាប់មានគំនិតថាវាប៉ះពាល់ឬមួយក៏អីអញ្ចឹងបងប្អូនអាចពិចារណាឡើងវិញថាវាមានផលប៉ះពាល់ប៉ុណ្ណាឬមួយក៏បងប្អូនអាចប្រុងប្រយ័ត្នឬមួយក៏វាសារៈប្រយោជន៍នោះវាផ្ដល់ឲ្យច្រើនអត់ចាអញ្ចឹងក្នុងវីដេអូនេះមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនចាប់អារម្មណ៍អាច comment សួរក្នុងវីដេអូនេះបានហើយ share ចែកចម្លែកសម្រាប់បងប្អូនផ្សេងទៀតដែលក៏អត់ដឹងហើយជួយ subscribe channel YouTube មួយដើម្បីទទួលបានព័ត៌មានថ្មីៗរាល់ថ្ងៃចាអរគុណ